ថ្នោត5ដើមសូមជម្រាបសួរបងប្អូនដែលនៅក្នុងបណ្ដាញសង្គមជាទីរាប់អានថ្ងៃនេះខ្ញុំគ្រូឱសថបុរាណខ្មែរសញ្ញាថ្នោត5ដើមខ្ញុំសូមណែនាំអំពីឱសថរបស់ខ្ញុំមួយដែលមានឈ្មោះថាបាទដែលខ្ញុំដាក់ឈ្មោះថាសុភមង្គលក្រពះសុភមង្គលក្រពះនេះគឺសម្រាប់ដោះស្រាយជូនបញ្ហារបស់បងប្អូនដែលមានការរលាកមិនថារយៈពេលខ្លីមិនថារយៈពេលយូរហើយការរលាកប្រព័ន្ធរំលាយអាហាររបស់បងប្អូនឬក៏ខ្សោយប្រព័ន្ធរំលាយអាហាររបស់បងប្អូនហ្នឹងដោយមូលហេតុអីទេបាទដោយការហូបអាហារមិនទៀងទាត់ដោយមានមេរោគនៅក្នុងហ្នឹងគឺឱសថរបស់ខ្ញុំនេះអាចជួយព្យាបាលបងប្អូនបានឲ្យជាសះស្បើយ 100% ហើយចំពោះឱសថរបស់ខ្ញុំនេះខ្ញុំដាក់ឈ្មោះថាសុភមង្គលក្រពះបាទខ្ញុំដាក់ឈ្មោះថាសុភមង្គលក្រពះគឺសម្រាប់ព្យាបាលបញ្ហារលាកក្រពះពោះវៀនបាទបញ្ហាដោះស្រាយបញ្ហាមកប្រព័ន្ធរំលាយអាហារមិនថាបងប្អូនប្រឈមដូចជាបងប្អូនឆ្អល់រមូលកាហាយផ្សាភើជូរអីទេឬក៏បងប្អូនមានបញ្ហារាករូសឬក៏ទល់អីចឹងទេថ្នាំរបស់ខ្ញុំនេះបាទថ្នាំរបស់ខ្ញុំនេះគឺអាចដោះស្រាយជូនបងប្អូនបានឲ្យជាសះស្បើយ 100% ឲ្យតែបងប្អូនញ៉ាំទៀងទាត់បងប្អូនតោមតាមការណែនាំរបស់ខ្ញុំទៅបងប្អូននឹងជាសះស្បើយពីជំងឺហើយសូមបញ្ជាក់ជូនបងប្អូនដែរថានៅពេលដែលបងប្អូនមានបញ្ហានឹងហើយកុំគិតថាវានៅតិចតួចយើងអត់ដោះស្រាយវាហើយត្រូវតែដោះស្រាយវាហើយនៅពេលដែលវានៅតិចតួចកុំបណ្តែតបណ្ដោយឲ្យវានៅយូរអាចវិវត្តទៅជារឿងអីផ្សេងទៀតដែលយើងនឹកស្មានមិនដល់អញ្ចឹងនៅពេលដែលយើងមានបញ្ហាកាពះពោះវៀននៅក្នុងខ្លួនហើយត្រូវតែព្យាបាលវាឲ្យជាសះស្បើយបាទត្រូវតែព្យាបាលវាឲ្យជាសះស្បើយជៀសវាងមានបញ្ហាវិវត្តទៅថ្ងៃមុខបាទអញ្ចឹងប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ឱសថបុរាណឱសថធម្មជាតិហើយចង់ប្រើប្រាស់ដោយធម្មជាតិសុទ្ធសាធគឺបងប្អូនអាចទំនាក់ទំនងមកយើងខ្ញុំបានឱសថបុរាណសញ្ញាថ្នោត5ដើមជាសម្គាល់ហើយខ្ញុំមានបទពិសោធន៍ក្នុងការព្យាបាលជួយបងប្អូនរយៈពេល26ឆ្នាំតាំងពីឆ្នាំ2000មកដល់2026នេះអញ្ចឹងណាបងប្អូនបាទអញ្ចឹងមានន័យថាយើងមានបទពិសោធន៍ក្រាស់ក្រែលណាស់ដែរសម្រាប់ការផលិតផ្សំឱសថបុរាណហើយយើងមានរូបមន្តត្រឹមត្រូវយើងចេះដឹងត្រឹមត្រូវពីដូនពីតារបស់យើងហើយយើងក៏បានសិក្សារៀនសូត្រត្រឹមត្រូវពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណខ្មែរដែលមានបង្កើតឡើងនៅក្នុងប្រទេសយើងដែរអញ្ចឹងបើសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ព្យាបាលបងប្អូនមានទំនុកចិត្តថាយើងពិតជាអាចជួយដល់បងប្អូនបានយើងពិតជាអាចដោះស្រាយដល់បងប្អូនបានអញ្ចឹងណាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយគាំទ្រផលិតផលរបស់ខ្មែរយើងហើយទៅលើវិស័យការព្យាបាលបាទអញ្ចឹងខ្ញុំគ្រូឱសថបុរាណខ្មែរសង្ឃឹមថាបងប្អូននឹងជួយគាំទ្រហើយសូមអរគុណ